ចំពោះការងារដែលរាជរដ្ឋាភិបាលបានកសាងនិងអភិវឌ្ឍបន្ថែមហើយខ្ញុំក៏សូមអរគុណណាស់ចំពោះរបាយការណ៍និងកោតសរសើរនិងអបអរសាទរចំពោះសមិទ្ធផលនៅក្នុងវិស័យអប់រំដែលអាយដាមបានប្រកាសមិញនេះយើងបានប្រកួតប្រជែងបានប្រឡងនីតិអីក៏មានប្រឡងបានជាប់ច្រើនហើយមានទៅប្រកួតបានមេដាយប្រមាណច្រើនទៀតចឹងសូមអបអរសាទរបាទហើយសាលាគំរូដូចនៅទីនេះមានសាលាខេត្តរតនគិរីចំនួន2សាលាបាទរៀនគាំទ្រអភិវឌ្ឍហើយសាលា4សាលារៀនបានចូលរួមប្រកួតប្រជែងអង្គភាពផ្ដល់សេវាគំរូក្នុងវិស័យអប់រំឆ្នាំ2024រឿងឱកាសសមត្ថភាពគួរក្បាលអត់ចាញ់គ្នាទេអ្នកខេត្តរតនគិរីមិនចាញ់អ្នកអំពេញទេបាទឲ្យតែផ្ដល់ឱកាសបាទតភ្ជាប់សាលាតភ្ជាប់ផ្លូវតឱកាសឲ្យមានកុំព្យូទ័រមានភ្លើងដាក់អ៊ីនធឺណិតឲ្យរៀនស្រាវជ្រាវបានដូចតែគ្នាទេបាទប្រឡងបាក់ឌុបប្រឡងប្រកួតប្រជែងផ្សេងក៏យើងអាចយកជ័យលាភីបានមួយចំនួនអញ្ចឹងការបង្កើតនេះបាទគឺបង្កើតការទុកចិត្តលើខ្លួនឯងនេះហើយការច្បាមយកឱកាសដែលមាននេះដើម្បីបង្កើនសក្តានុពលនេះគឺសំខាន់បាទកុំពឹងបានន័យថាកុំពឹងអ្វីធ្លាក់មកពីមេឃទាំងអស់បើយើងមិនព្យាយាមភ្លៀងធ្លាក់មកកុំចាំគេមកជួយព្យួរឲ្យព្យួរទៅសន្តិភាពមានហើយត្រូវខិតខំច្បាមយកកន្លែងដែលមានសក្តានុពលកន្លែងដែលមានមីនដោះមីនអស់កន្លែងដែលនៅបទីងបតុងមិនទាន់មានភាពដាច់ស្រេចនៅក្នុងកម្មសិទ្ធិដីធ្លីយើងចាប់ផ្ដើមវាស់វែងដីធ្លីជូនបងប្អូនចែកកម្មសិទ្ធិឲ្យគាត់កន្លែងដែលមានសក្តានុពលបង្កើតការងារតាក់ទាញវិនិយោគឬមួយក៏បង្កើតការវិនិយោគនៅក្នុងខេត្តដើម្បីបម្រើសេវានេះហើយគឺជាអ្វីដែលយើងរួមគ្នាទាំងថ្នាក់ជាតិថ្នាក់ក្រោមជាតិរាជរដ្ឋាភិបាលនិងប្រជាជនត្រូវរួមគ្នាតែមួយបាទកត្តាទាំងអស់នេះរដ្ឋាភិបាលត្រឹមតែបង្កលក្ខណៈបង្កសិទ្ធិសេរីភាពផ្ដល់ហិរញ្ញវត្ថុផ្ដល់គោលការណ៍គោលនយោបាយតម្រង់ទិសប៉ុន្តែការប្រើប្រាស់ឱកាសមិនឱកាសគឺប្រជាពលរដ្ឋខ្លួនឯងសម្ដេចតេជោកសាងសាលានៅទីនេះផ្ដល់ជូនប្រមាណ100អគារប្រមាណ100បន្ទប់48ខ្នងរាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំនិងសប្បុរសជនកសាងរាប់ពាន់បន្ទប់ទៀតជូនវាអាស្រ័យទៅលើបងប្អូនរៀនបរិញ្ញាបត្រគ្រូមកបង្រៀនយកចិត្តទុកដាក់ឬទេនេះគឺជាសមិទ្ធផលហើយសមិទ្ធផលដែលយើងបានពីការប្រកួតប្រជែងលទ្ធផលជាក់ស្ដែងនេះទាំងសាលាគំរូទាំងសមិទ្ធផលដែលនីតិលទ្ធផលនៃការប្រឡងនេះបង្ហាញអំពីការប្រើប្រាស់ឱកាសនេះបានល្អណាស់សម្រាប់ប្រជាជនអ្នកខេត្តរតនគិរីហើយខ្ញុំសូមកោតសរសើរហើយសូមបន្តប្រើប្រាស់ឱកាសនេះដើម្បីជំរុញការកសាងធនធានមនុស្សឲ្យកាន់តែច្រើនដើម្បីខេត្តយើងកាន់តែរីកចម្រើន